តបងប្អូនទាំងគ្នាចូលរួមជាមួយនឹងខ្ញុំមកកាន់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារកំព្រាទាំងអស់គ្នាចង់ពួកខ្ញុំគឺចេញដំណើរទៅតាំងពីព្រឹកតែម្ដងបងហើយបានរៀបចំជាមួយនឹងដោះគោក៏ដូចជានំជូនទៅដល់កុមារទីតាំងកន្លែងមណ្ឌលនឹងដែរគឺត្រឹមតែ20គីឡូពីភ្នំពេញតែប៉ុណ្ណោះចឹងជិះតែមួយផ្លែទេគឺយើងបានមកដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារបងប្អូនតែមកដល់ភ្លាមគឺពួកគាត់ឈរនៅក្រៅចាំក្រីតយើងមកបងដៃគាត់សាពះរហូតសម្រាប់ក្មេងនៅនឹងដែរគឺមានពី1ឆ្នាំរហូតដល់20ឆ្នាំបងប្អូនដុតដៃដុតជើងគឺជួយលើកអវ៉ាន់យើងពីលើឡានរបស់យើងចោះអ្វីដែលធ្វើខ្ញុំរំភើបចិត្តនឹងពេលដែលខ្ញុំដើរចូលទៅក្នុងទ្វារគឺពួកគាត់ចេញមកស្វាគមន៍ចេញមកអោបហើយពួកគាត់ហៅយើងថាប៉ាម៉ាក់ដៃនឹងគឺសាពះរហូតនៅក្នុងមណ្ឌលនឹងដែរគឺមានរហូតដល់130កុមារគឺពួកគាត់មកនៅមណ្ឌលនឹងតាំងពីទូចដោយឡែកសម្រាប់អូនដែលគាត់បានពេញវ័យអាយុ20ឆ្នាំជាងនឹងគឺពួកគាត់កំពុងតែធ្វើការផងហើយកំពុងតែរៀនសូត្រផងដែលគួរតែសារមួយចំណុចទៀតនឹងគឺអូនដែលគាត់មានអាយុធំនឹងគឺគាត់ចេះធ្វើនំខ្មែរទៅលក់នៅផ្សារដើម្បីតែបានចំណូលជូនទៅដល់កុមារកំព្រាក្មេងៗផ្សេងទៀតដែលគាត់នៅទូចឹងបងបងក្រៅពីនំខាងសមាគមចិនគាត់ក៏បានឧបត្ថម្ភជាមួយនឹងបន្លែក៏ដូចជាមីតែនឹងគឺពួកគាត់បានឧបត្ថម្ភពូកហើយជាមួយនឹងក្រែជូនទៅដល់កុមារកំព្រាដោយសារអូនខ្លះគឺគាត់នៅដេកក្រោមឥដ្ឋឡើយបងប្អូនគួរឲ្យអាណិតមែនតើបន្ទាប់ពីរៀបចំហើយនឹងពួកគាត់ក៏មានជារបាំក៏ដូចជាការសម្ដែងផ្សេងទៀតជូនមកឲ្យពួកខ្ញុំបានមើលចឹងបងនិយាយទៅអូននៅនឹងគឺគាត់ខ្ញុំតសើហ្មងគឺគាត់ចេះគ្រប់យ៉ាងគាត់ឆ្លាតគាត់ចេះគោរពចាស់ទុំគាត់ចេះទាំងការសម្ដែងគាត់ចេះមើលអូននឹងម្នាក់គឺស្អាតមែនតើបងខ្ញុំចង់សង្ខេបប្រវត្តិនៃមណ្ឌលនឹងជូនទៅដល់បងទាំងអស់គ្នាឲ្យបានដឹងអញ្ចឹងសម្រាប់មណ្ឌលនឹងដែរគឺបានបើករយៈពេល26ឆ្នាំហើយដែលមានបងស្រីជាមួយនឹងបងប្រុស2នាក់ដែលគាត់ជាអ្នកមើលថែអូននឹងទាំងអស់តាំងពីគាត់នៅទូសម្រាប់ប្រវត្តិអូននឹងគឺកំសត់មែនតើពួកគាត់មកពីគ្រប់ខេត្តក្រុងសម្រាប់អូនខ្លះគឺគាត់មានប៉ាម៉ាក់ប៉ុន្តែប៉ាម៉ាក់គាត់អត់មានលទ្ធភាពក្នុងការចាំបីបាច់គាត់ហេតុនេះក៏យកគាត់មកដាក់នៅមណ្ឌលនឹងចឹងបងប្អូនហើយសម្រាប់អូនខ្លះទៀតក៏គាត់ត្រូវបានគេរំលោភបំពានទៅលើផ្លូវកាយរបស់គាត់តាំងពីគាត់នៅទូដោយសារតែមានការខ្វះខាតថវិកាបងប្រុសស្រី2នាក់គាត់ក៏បានតាក់ទងទៅទូរទស្សន៍ហងមាក៏ដូចជាលោកពូមេរិទ្ធីក៏គាត់បានជួយផ្សព្វផ្សាយក្រៅពីការជួយផ្សព្វផ្សាយលោកពូរិទ្ធីខ្លួនឯងគាត់ក៏បានផ្ដល់ជាថវិកាផ្ដល់ជាការជំនួយទៅដល់កុមារកំព្រាទាំងអស់ដែលខ្ញុំស្ដាប់នឹងគឺខ្ញុំចង់យំតាមដោយសារតែខ្ញុំអាណិតពួកគាត់ខ្លាំងមែនតើដោយសារអូនខ្លះគឺគាត់នៅទូចមែនតើអញ្ចឹងបន្ទាប់ពីការសម្ដែងចប់នឹងពួកគាត់ក៏បានរៀបចំជាម្ហូបអាហារនំបញ្ចុកក៏ដូចជានំខ្មែរមានម្ជូរគឺពួកគាត់បានរៀបចំជូនមកឲ្យពួកយើងហូបចឹងបងហើយនំបញ្ចុកវិញគឺឆ្ងាញ់មែនតើខ្ញុំឲ្យលេខ1ហ្មងឆ្ងាញ់មែនតើបងថ្លៃខ្ញុំវិញគឺគាត់រៀងប្លែកបងប្អូនញ៉ាំនំអាកោជាមួយនឹងនំបញ្ចុកនិយាយទៅពួកខ្ញុំម្នាក់អស់មួយចាននំបញ្ចុកហ្នឹងឯងងាកមកណែវិញគឺឃើញបងកុមារហ្នឹងគឺគាត់កំពុងតែរៀបចំហូបបាយហើយមកហូបគាត់ហ្នឹងគឺតំណងមែនតើគឺគេមានបាយហើយថ្ងៃហ្នឹងគឺគាត់ញ៉ាំជាមួយនឹងស្ងោរតឡាចហើយពួកគាត់ក៏មានដោះគោជូរម្នាក់មកប្រអប់ដោះគោជូរដែលពួកខ្ញុំបានឧបត្ថម្ភជូនណាបងហើយខ្ញុំក៏បានសួរពួកគាត់ដែរថាពួកគាត់សប្បាយចិត្តអត់ពេលដែលមានបងមកលេងពួកគាត់ចឹងឯងហើយពួកគាត់ក៏ឆ្លើយថាពួកគាត់សប្បាយចិត្តហើយក៏អរគុណដែលពួកខ្ញុំបានមកលេងពួកគាត់ម្នាក់គឺរុះរាយមែនតើមានស្នាមញញឹមកាន់ដៃយើងជាប់ដូចអូននេះដែលខ្ញុំថតចឹងគឺគាត់កាន់ដៃខ្ញុំតាំងពីពេលដែលខ្ញុំដើរចូលខ្លងទ្វារនឹងមកសម្រាប់កុមារកំព្រានៅខ្មែរយើងគឺមានច្រើនមែនតើបងទៅតាមមណ្ឌលនីមួយចឹងហើយពួកគាត់ត្រូវការជំនួយពីយើងមែនតើពួកគាត់ក៏ត្រូវការក្តីស្រឡាញ់ចឹងសម្រាប់បងដែលចង់ធ្វើ charity គឺបងអាចជួយមកនៅមណ្ឌលនឹងបានដោយសារតែការជួយទៅដល់ពួកគាត់ក៏ជាការរួមចំណែកមួយក្នុងការជួយទៅដល់សង្គមបងអានេះគឺពួកខ្ញុំរៀបចំចេញទៅផ្ទះវិញហើយពួកគាត់ចេញមកលាយើងគាត់ចេញមកជំរាបលាក៏ដូចជាជូនដំណើរយើងទៅក្រៅគាត់ចេញមកអោបយើងនិយាយទៅខ្ញុំទៅដល់គឺមានភាពកក់ក្ដៅពីពួកគាត់មែនតើហ្មងហើយខ្ញុំក៏នៅសង្ឃឹមថាខ្ញុំនឹងអាចជួយដល់ពួកគាត់បន្ថែមទៀតទៅតាមលទ្ធភាពដែលខ្ញុំអាចធ្វើបានbecause sharing is caring